បន្ទាប់ពីបានរៀបចំខ្លួនដំណើរការជាក្រុមហ៊ុនបានមួយឆ្នាំលែងគ្រាន់តែជាហាងដូចមុនត្រឹមឆ្នាំ2009បងប្អូនប្រុសទាំងពីរយល់ថាអាជីវកម្មរបស់ខ្លួនហាក់មិនទាន់មានស្តង់ដារនិងក្រុមការងារមុតស្រួចដើម្បីសម្រេចគោលដៅរបស់ពួកគេបានឆាប់រហ័សនៅឡើយទេត្បិតពួកគេទាំងពីរនិងបុគ្គលិកមានស្រាប់សុទ្ធសឹងជាមនុស្សស្ថិតក្នុងពិភពតូចមួយនៃវិស័យចំនួនចិនមិនទាន់អាចសម្លឹងឃើញទិដ្ឋភាពធំនិងមានជំនាញច្បាស់លាស់ដូច្នេះពួកគេក៏សម្រេចពង្រីកក្រុមការងារជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍអាជីវកម្មតាមរយៈការរើសបុគ្គលិកដែលមានចំណេះដឹងនិងបទពិសោធន៍ដឹកនាំអាជីវកម្មខ្នាតធំនៅឆ្នាំ2009ដដែលបងប្អូនប្រុសម្ចាស់ក្រុមហ៊ុនមីសៀទាំងពីរនាក់បានព្យាយាមស្វែងរកធនធានមនុស្សជំនាញមកចូលរួមជួយដោយចាប់ផ្ដើមតាមរយៈបណ្ដាញទំនាក់ទំនងមានស្រាប់របស់ពួកគេព្រោះមិនតាន់ហ៊ានជ្រើសរើសតាមរយៈភ្នាក់ងារស្វែងរកបុគ្គលិកបន្ទាប់មកពួកគេត្រូវបានគេណែនាំបេក្ខភាពម្នាក់ឈ្មោះចាងដែលពេលនោះកំពុងធ្វើការជាប្រធានផ្នែកលក់នៅទីក្រុងសៀងហៃក្នុងក្រុមហ៊ុនផលិតថ្នាំពណ៌ធំមួយអ្នកទាំង3បានជួបពិភាក្សាគ្នាហើយក្រោយពីបានស្ដាប់លោកហុងចៅនិងហុងហ្វូបញ្យល់អំពីមហិច្ឆតានៃក្រុមហ៊ុនមីសៀលោកចាងបានចាប់អារម្មណ៍ខ្លាំងរួចលាឈប់ពីការងារនៅសៀងហៃផ្លាស់ប្ដូរទីលំនៅទៅទីក្រុងចិនជៅដើម្បីធ្វើការឲ្យក្រុមហ៊ុនមីសៀដែលទើបចុះបញ្ជីក្រុមហ៊ុនផ្លូវការបានត្រឹម1ឆ្នាំលោកចាងជឿលើអនាគតរបស់ហាងការ៉េមីសៀទើបគាត់ហ៊ានបោះបង់ការងារនៅក្រុមហ៊ុនធំដើម្បីចូលរួមជាមួយលោកហុងចៅហើយគាត់ទទួលបានចំណាយភាគហ៊ុនមួយចំនួនជាថ្នូរនឹងការមិនទទួលបានប្រាក់ខែខ្ពស់នីតិកាលនេះឧបត្ថម្ភដោយទីក្រុងរណបជ្រៅចង្វាអនាគតនៃតំបន់ពាណិជ្ជកម្មចម្រុះទំនើបថ្មីនៅរាជធានីភ្នំពេញ Future Interior and Furniture ក្រុមហ៊ុន Decor ដែលលោកអ្នកអាចជឿទុកចិត្ត Lucky Realty ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជាបន្ទាប់ពីបានធនធានជំនាញចូលរួមជួយហាងមីសៀបានធ្វើ logo ថ្មីឲ្យមើលទៅ professional ជាងមុននិងពង្រីកទីផ្សារតាមរយៈការចេញលក់ភេសជ្ជៈថ្មីៗរសជាតិតែបន្ថែមពីការលក់ការ៉េមទឹកផ្លែឈើនិងកាហ្វេ logo ថ្មីរបស់មីសៀធ្វើឆ្នាំ2008ចំណាយអស់ត្រឹម800យួនស្មើប្រហែល$110អាមេរិកប៉ុណ្ណោះទៅឲ្យអ្នក design និងត្រូវបានប្រើរហូតដល់ឆ្នាំ2018ទើបបដូរមកប្រើ logo ថ្មីដូចបច្ចុប្បន្នបន្ថែមពីនេះលោកចាងបានជួយរៀបចំពង្រឹងមូលដ្ឋានគ្រឹះឲ្យក្រុមហ៊ុនមីសៀដែលលោកហុងចៅពុំធ្លាប់បានកត់សម្គាល់រួមមាន Vision, Mission និង Core Value គឺត្រូវបានកំណត់ឡើងជាផ្លូវការសម្រាប់តម្រង់ផ្លូវឲ្យមីសៀឆ្ពោះទៅរកគោលដៅកាន់តែមានប្រសិទ្ធភាពរួមទាំងបានជួយបង្កើត website ដំបូងឲ្យមីសៀដើម្បីពង្រឹងរូបភាពម៉ាកយីហោផងដែរបន្ទាប់មកទៀតលោកចាងដដែលបានប្រើប្រាស់បទពិសោធន៍របស់គាត់បែងចែកក្រុមការងារនិងរៀបចំធនធានមនុស្សឲ្យក្រុមហ៊ុនមីសៀជាផ្នែកឬ department តូចៗដើម្បីផ្ដោតលើការងារតាមជំនាញនិងមានរចនាសម្ព័ន្ធផ្នែក Operation, Franchising, Planning, Finance និង Distribution ត្រូវបានបង្កើតឡើងនិងបែងចែកការងារច្បាស់លាស់ចាប់ពីពេលហ្នឹងមកហើយក្រុមហ៊ុនមីសៀបានដាក់គោលដៅសម្រាប់ខ្លួនធ្វើការតាមវប្បធម៌និងរចនាសម្ព័ន្ធថ្មីនោះឲ្យបានល្អបំផុតក្នុងរយៈពេល3ឆ្នាំពោលចាប់ពីឆ្នាំ2009ដល់ដើមឆ្នាំ2012គិតត្រឹមចំណុចនេះយើងចង់ទាញការចាប់អារម្មណ៍ម្ចាស់អាជីវកម្មខ្នាតតូចខ្មែរបច្ចុប្បន្នដែលមានគោលដៅពង្រីកអាជីវកម្មរបស់ខ្លួនទៅជាក្រុមហ៊ុនខ្នាតមធ្យមទៅធំថាធនធានមនុស្សជំនាញពិតជាមានគុណតម្លៃនិងសំខាន់ប្រសិនបើអ្នករើសមនុស្សបានត្រូវពួកគេនឹងអាចជួយអ្នកបានយ៉ាងច្រើនប្រៀបដូចរបៀបដែលលោកចាងបានជួយពង្រឹងមូលដ្ឋានគ្រឹះឲ្យមីសៀកាលពី16ឆ្នាំមុនអីចឹងដែរត្រឹមឆ្នាំ2009បន្ទាប់ពីបានពង្រីកសមាជិកក្រុមហ៊ុនមីសៀមានម្ចាស់ភាគហ៊ុនចំនួន4នាក់រួមមានហុងចៅហុងហ្វូលោកចាងនិងម្នាក់ទៀតឈ្មោះតៅកឺពួកគេបានបែងចែកការងារគ្នាធ្វើដោយលោកហុងចៅផ្ដោតលើការពង្រឹងផលិតផលមានស្រាប់ច្នៃផលិតផលថ្មីនិងវត្ថុធាតុដើមលោកចាងទទួលខុសត្រូវខាងអភិវឌ្ឍអាជីវកម្មនិងជ្រើសរើសដៃគូ franchise លោកហុងហ្វូដឹកនាំការធ្វើទីផ្សារនិងគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការនៅតាមសាខាចំណែកលោកតៅកឺដឹកនាំផ្នែកលទ្ធកម្មដឹកជញ្ជូននិងទំនាក់ទំនងសាធារណៈហើយអ្នកទាំង4បានពុតដៃគ្នាអភិវឌ្ឍក្រុមហ៊ុនមីសៀបន្តទៅមុខទៀតចូលដល់ឆ្នាំ2010អាជីវកម្មរបស់មីសៀស្ទុះឡើងជាលំដាប់ដោយសារតែមានអ្នកទិញ franchise ទៅបើកបន្តក្នុងចំនួនច្រើនរហូតដល់ម្ចាស់ភាគហ៊ុនទាំង4នាក់ដែលពេលនោះដើរតួនាទីជាអគ្គនាយកឬ director រៀងៗខ្លួនមិនអាចឆ្លើយតបនិងគ្រប់គ្រងដល់ដៃគូ franchise បានដដល់ដូច្នេះពួកគេចាប់ផ្ដើមរើសបុគ្គលិកបន្ថែមឲ្យចូលរួមជួយជំនួសការងារតូចៗរួចម្ចាស់ភាគហ៊ុនទាំង4នាក់ចាប់ផ្ដើមផ្ដោតដើរតួនាទីដឹកនាំការងារមុតស្រួចនៅពេលនោះលោកចាងបានណែនាំឲ្យលោកហុងចៅស្ថាបនិករបស់មីសៀពង្រីកសាខាកាន់តែច្រើនចេញក្រៅទីក្រុងចិនជៅហើយទិសដៅដំបូងរបស់ពួកគេគឺទីក្រុងហាងជៅនិងសៀងហៃពួកគេបានធ្វើដំណើរទៅសិក្សាទីផ្សារទាំងនោះដោយផ្ទាល់និងស្ទាបស្ទង់ហាងគូប្រជែងកំពុងដំណើរការស្រាប់មុននឹងចូលទៅដណ្ដើមចំណែកទីផ្សារ
ក៏ប៉ុន្តែនៅអំឡុងឆ្នាំ2010នោះយីហោហាងការ៉េមរបស់អាមេរិក Dairy Queen ឬ DQ បានចាប់ផ្ដើមវិលុកទីផ្សារទីក្រុងចឹងទៅធ្វើឲ្យហាងមីសៀប្រឈមហានិភ័យបាត់បង់ចំណែកទីផ្សារដ៏សំខាន់របស់ខ្លួនការណោះយុទ្ធសាស្ត្រកំណត់ថ្លៃរបស់ DQ គឺលក់ការ៉េមចាប់ពី5ទៅ25យន់តាក់ទាញបានក្រុមអតិថិជនកម្រិតខ្ពស់មានទំនោរទៅលើភាពស៊ីវិល័យព្រោះយីហោហាងការ៉េម DQ ល្បីស្រាប់ជាអន្តរជាតិនិងបានចូលទីផ្សារប្រទេសចិននៅទីក្រុងធំៗតាំងពីឆ្នាំ1992ព្រមទាំងមានការ៉េមប្រើផ្លែខូកេ Blizzard ក្រឡាប់កែវតែមិនធ្លាក់ស្របពេលស្តង់ដាររស់នៅរបស់ប្រជាជនក្រុងចឹងទៅការឡើងតាមកំណើនសេដ្ឋកិច្ចរបស់ចិននាសម័យនោះលទ្ធភាពចាយវាយនិងចំណង់ចំណូលចិត្តរបស់ពួកគេក៏កើនខ្ពស់ទៅតាមនឹងលោកខុងចៅចាប់ផ្ដើមភ្ញាក់ខ្លួនក្រោយប្រៀបធៀបហាងមីសៀរបស់គាត់ជាមួយហាង DQ ខុសគ្នាដាច់បើនៅហាងមីសៀលក់តម្លៃថោកចាប់ពី1យន់អាចទិញបានការ៉េមកាហ្វេទឹកកកឬទឹកផ្លែឈើហើយការដេកូហាងក៏គ្មានភាពច្នៃប្រឌិតនិងតូចចង្អៀតសាខាហាងនីមួយៗមានបុគ្គលិកតែ2-3នាក់និងបម្រើសេវាកម្មជូនអតិថិជនមិនទាន់មានស្តង់ដារដូច DQ ថែមទាំងមានទីតាំងនៅក្បែរតំបន់កខ្វក់ភាគច្រើនតែទាញបានតែក្មេងសិស្សសាលានិងអតិថិជនមានស្តង់ដាររស់នៅកម្រិតទាបស្ថាបនិករបស់មីសៀនៅពេលនោះមានអារម្មណ៍ថាអាជីវកម្មរបស់ខ្លួនកំពុងធ្លាក់ក្នុងស្ថានភាពលំបាកជាថ្មីដូច្នេះលោកខុងចៅនិង Director ទាំង3នាក់ទៀតបានប្រញាប់នាំគ្នាពង្រឹងយីហោហាងមីសៀពី Low End ទៅជា High End Brand ដើម្បីចាប់យកអតិថិជនកម្រិតខ្ពស់ជាងមុនដើម្បីធ្វើវាពួកគេចាប់ផ្ដើមពីការកែលម្អទីតាំងហាងឲ្យស្អាតជាងមុនវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍហៅកាត់ថា R&D និងបើកសាខានៅតាមផ្សារទំនើបលោកខុងហ្វូបានទៅជួលទីតាំងនៅផ្សារទំនើបពេញនិយមជាងគេមួយនៅចឹងចៅចំនួននោះឈ្មោះ Da Shanghai City ដើម្បីបើកហាងមីសៀប៉ុន្តែត្រូវបានផ្សារទំនើបបដិសេធដោយសារពួកគេខ្លាចប៉ះពាល់ដល់ស្តង់ដារផ្សារទំនើបរបស់ខ្លួនបើយីហោរបស់មីសៀនៅពេលនោះមានកម្រិតទាបនៅឡើយមិនស័ក្តិសមនឹងអតិថិជនលំដាប់ខ្ពស់ការបដិសេធនោះបានជំរុញឲ្យម្ចាស់ភាគហ៊ុនទាំង4របស់មីសៀកាន់តែមានហេតុផលជំនះឧបសគ្គចំពោះទៅរកពន្លឺជោគជ័យធំថ្មីបន្ទាប់មកលោកហុងហ្វូនៅពេលនោះទទួលខុសត្រូវក្នុងការជ្រើសរើសបើកទីតាំងថ្មីនិង upgrade ចំណាត់ថ្នាក់អតិថិជនគាត់បានជ្រើសរើសទីតាំងផ្លូវកែងមួយក្បែរវិទ្យាល័យរបស់កូនអ្នកមាននៅចឹងចៅឈ្មោះចឹងចៅ Experimental High School សម្រាប់ជួលបើកហាងមីសៀអំឡុងពេលស្ថិតក្នុងការសាងសង់ហាងថ្មីនោះលោកហុងហ្វូបានព្យាយាមសិក្សាចំណុចខ្លាំងនិងចំណុចខ្សោយរបស់យីហោហាងគូប្រជែងដំណើរការស្រាប់នៅក្បែរព្រមទាំងបានបញ្ជូនមនុស្សឲ្យទៅធ្វើការដើម្បីស៊ើបអំពីរបៀបដំណើរការហាងទាំងនោះថែមទៀតបន្ទាប់មកលោកហុងហ្វូបានរៀបចំស្តង់ដារប្រតិបត្តិការថ្មីទាំងស្រុងខុសពីសាខាចាស់ៗរបស់មីសៀការតុបតែងខាងក្នុងរបៀបវេចខ្ចប់សម្ភារៈប្រើប្រាស់និងវត្ថុធាតុដើមត្រូវបានជ្រើសរើសយកគុណភាពខ្ពស់និងថ្លៃជាងមុនហើយគ្រឿងម៉ាស៊ីនត្រូវបានបញ្ជាទិញពីអាមេរិកដែលអាចផលិតការ៉េមបានគុណភាពល្អដូចហាង DQ ការធ្វើបែបនេះគឺដើម្បីចាប់យកអតិថិជនលំដាប់ខ្ពស់ដែលមានរសនិយមស៊ីវិល័យនិងទាន់សម័យហើយមិនយូរប៉ុន្មានហាងថ្មីនោះក៏បានបើកទ្វារលក់ហាងទំនើបថ្មីទី1របស់មីសៀត្រឹមឆ្នាំ2010ទទួលបានលទ្ធផលយ៉ាងល្អដោយរកបានប្រាក់ចំណេញតាំងពីបើកខែដំបូងលោកហុងហ្វូបាននិយាយក្នុងកំណត់ត្រាមួយថានៅក្នុងពេលនោះគាត់មានអារម្មណ៍ប្រៀបដូចជាម្ចាស់ហាងការ៉េមនឹងតែដែលនៅក្រោមគេប្រែជាសហគ្រិនដ៏ជោគជ័យម្នាក់ក្នុងរយៈពេលយ៉ាងខ្លីក៏ប៉ុន្តែភាពជោគជ័យនោះមិនបានគង់វង្សយូរអង្វែងឡើយដោយសារតែមានយីហោហាងបរទេសនិងក្រុមហ៊ុនចិនមួយឈ្មោះ Davey Beverage បានទៅបើកហាងក្បែរគ្នាប្រជែងជាមួយនឹងមីសៀផ្ដោតលើការលក់ភេសជ្ជៈលាយផ្លែឈើស្រស់ជាពិសេសតែក្រូចឆ្មាកម្លាំងប្រជែងនោះបានធ្វើឲ្យការលក់នៅសាខាហាងមីសៀទៅបើកថ្មីរបស់លោកខុងហ្វូធ្លាក់ចុះវិញពីមួយខែទៅមួយខែរហូតដល់លែងអាចរកប្រាក់ចំណេញបានត្រឹមទប់ទល់1រៀលដើមទោះបីជាប្រឈមការធ្លាក់ចុះចំនួនលក់ប៉ុន្តែពួកគេនៅតែចាត់ទុកវាជាសមិទ្ធផលជោគជ័យថ្មីព្រោះអាចពង្រឹងរូបភាពម៉ាកយីហោឲ្យទទួលស្គាល់ក្នុងចំណោមអតិថិជនកម្រិតខ្ពស់ជាងមុនចូលដល់ឆ្នាំ2011ក្រុមហ៊ុនមីសៀបានចាយលុយដេញថ្លៃឈ្នះសិទ្ធិបើកហាងការ៉េមនឹងតែក្នុងបរិវេណសាកលវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់ខេត្តហេណានទំហំ100ម៉ែត្រការ៉េដែលជាទំហំហាងធំបំផុតរបស់មីសៀនៅពេលនោះដោយមិនបូកទីធ្លាចំណតជំហាននេះត្រូវបានធ្វើឡើងដើម្បីបំផុសម៉ាកយីហោមីសៀឲ្យកាន់តែទទួលស្គាល់ក្នុងចំណោមអតិថិជនវណ្ណៈខ្ពស់និងមានការអប់រំខ្ពស់ខណៈកាលពីមុនអតិថិជនគោលដៅភាគច្រើនរបស់ពួកគេគឺជាក្មេងសិស្សសាលាតូចៗនិងមិនសូវធូរធារវិធីសាស្ត្រនេះពិតជាមានប្រសិទ្ធភាពដោយសាខាធំរបស់មីសៀនៅសាកលវិទ្យាល័យហេណានទទួលបានការគាំទ្រយ៉ាងច្រើនបន្ទាប់មកពួកគេបានព្យាយាមបើកសាខានៅតាមសាកលវិទ្យាល័យផ្សេងទៀត
ដល់ចុងឆ្នាំ2011លោក Hong Fu បានសម្រេចបិទសាខាស្តង់ដារថ្មីដែលមានទីតាំងនៅក្បែរវិទ្យាល័យកូនអភិជននោះដោយសារតែខាតប៉ុន្មានខែជាប់គ្នានិងរកម្មរកោសជាមួយម្ចាស់ដេជួលយ៉ាងណាមិញបើបូកសរុបចាប់ពីពេលបើកដំណើរការវាដំបូងកាលពីឆ្នាំ2010មកសាខានោះអាចរកប្រាក់ចំណេញបានចំនួន $6,100 យ៉នដែរស្មើប្រហែល$840អាមេរិកវាជាចំនួនតិចប៉ុន្តែបទពិសោធន៍និងអ្វីដែលលោក Hong Fu បានរៀនសូត្រអំពីវាគឺមានតម្លៃខ្លាំងព្រោះថ្មីបើសាខានោះមិនជោគជ័យប៉ុន្តែគំរូបើកដំណើរការវាបាននាំភាពជោគជ័យសម្រាប់សាខាផ្សេងរបស់មីសៀការព្យាយាមចាប់យកអតិថិជនលំដាប់ខ្ពស់គឺមិនងាយស្រួលឡើយត្បិតការផ្ដល់ផលិតផលមានគុណភាពកាន់តែខ្ពស់វាទាមទារការចំណាយកាន់តែច្រើនដូចគ្នាហើយតម្លៃលក់ឲ្យអតិថិជនក៏ត្រូវបង្កើនដើម្បីធានាគម្លាតប្រាក់ចំណេញបន្ទាប់ពីបានប៉ុនប៉ងប្រជែងទីផ្សារកម្រិតខ្ពស់ចូលដល់ឆ្នាំ2012គ្រប់រយៈពេល3ឆ្នាំនៃផែនការធ្វើកំណែតម្រង់ក្រុមហ៊ុនមីសៀទៅជាក្រុមហ៊ុនអាជីពលោក Hong Chau និង Hong Fu បានយល់ដឹងថាដើម្បីចាប់យកអតិថិជនកម្រិតខ្ពស់មិនចាំបាច់ត្រូវតែលក់ក្នុងតម្លៃខ្ពស់ទេព្រោះត្រូវការតែផលិតផលមានគុណភាពនិងធ្វើឲ្យអតិថិជនទទួលបានបទពិសោធន៍ថ្មីប្លែកនិងទាន់សម័យប៉ុណ្ណោះត្រង់ចំណុចនេះគួរចាប់អារម្មណ៍ថាចាប់ពីឆ្នាំ2007ហាងមីសៀធ្លាប់ទទួលបានជោគជ័យដោយសារតែលក់តម្លៃទាបការ៉េមួយដើម1 យ៉នផ្ដួលគូប្រជែងចាស់ៗជាបន្តបន្ទាប់ទន្ទឹមពេលស្ថានភាពទីផ្សារប្រែប្រួលមកដល់ឆ្នាំ2010ពួកគេបានព្យាយាមពង្រឹងស្តង់ដារដើម្បីអាប់ក្រេតអតិថិជនតាមរយៈការលក់ផលិតផលមានគុណភាពខ្ពស់ជាងមុនជាមួយតម្លៃថ្លៃជាងមុនបន្ទាប់ពីមានយីហោហាង DQ និងហាងថ្មីៗចូលប្រជែងទីផ្សារពួកគេបានព្យាយាមអនុវត្តវិធីសាស្ត្រពង្រឹងស្តង់ដារអាជីវកម្មអស់រយៈពេលជិត2ឆ្នាំរហូតដល់ឆ្នាំ2012ក៏យល់ថាការលក់តម្លៃខ្ពស់មិនមែនជាយុទ្ធសាស្ត្រល្អបំផុតទេដោយត្រូវការតែគុណភាពនិងបង្កើតអារម្មណ៍ល្អឲ្យអតិថិជនប៉ុណ្ណោះដំណើរការលក់និងការរៀបចំហាងឲ្យមើលទៅប្រណិតអាចបង្កើតប្រាក់ចំណេញដល់ឬ cross profit ខ្ពស់ប៉ុន្តែជាក់ស្ដែងបន្ទាប់ពីទូទាត់ចំណាយក្នុងប្រតិបត្តិការសរុបទៅអាចទទួលបានប្រាក់ចំណេញសុទ្ធឬ net profit តិចឬអាចនិយាយមួយបែបទៀតថាហាងដំណើរការមើលទៅលយប៉ុន្តែចំណេញតិចផ្ទុយពីហាងសាមញ្ញប៉ុន្តែចំណេញច្រើនងាកចេញពីប្រធានបទមីសៀបន្តិចវិធីសាស្ត្រនេះគឺបាននឹងកំពុងត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ក្រុមហ៊ុនចិនឧទាហរណ៍ទីផ្សារទូរស័ព្ទ smartphone និងឡានរបស់ចិនដែលកំពុងដណ្ដើមចំណែកទីផ្សារយីហោល្បីៗរបស់អាមេរិកជប៉ុននិងកូរ៉េគឺពួកគេជ្រៀតចូលទីផ្សារដោយមិនផ្ដោតលើការលក់ថ្លៃដើម្បីចំណេញច្រើនទេជំនួសមកវិញពួកគេព្យាយាមគ្រប់គ្រងថ្លៃដើមឲ្យចំណាយតិចក្នុងដំណើរការផលិតប៉ុន្តែមានគុណភាពល្មមអាចប្រជែងទីផ្សារបានជាមួយការផ្ដល់ជូនមុខងារទំនើបប្លែកៗដើម្បីផ្ដល់បទពិសោធន៍ទាក់ទាញដល់អ្នកប្រើប្រាស់វាជាចំណុចមួយដែលសហគ្រិនខ្មែរគួររៀនសូត្រជាពិសេសក្នុងឱកាសដែលរដ្ឋាភិបាលកំពុងព្យាយាមជំរុញគោលនយោបាយផលិតក្នុងស្រុកបន្តរឿងរបស់មីសៀវិញដើម្បីអាចបន្តលក់ផលិតផលមានគុណភាពក្នុងតម្លៃទាបគឺពួកគេត្រូវទម្លាក់ថ្លៃដើមដើម្បីប្រើវាជាយុទ្ធសាស្ត្រប្រជែងជាមួយហាងដទៃនៅឆ្នាំ2012លោក Hong Chau បានបើកក្រុមហ៊ុនថ្មីមួយទៀតនិងដាក់ឈ្មោះថា Henan Daga Food ដើម្បីផលិតវត្ថុធាតុដើមដូចជាម្សៅការ៉េមនិងម្សៅផ្លែឈើជាដើមដែលមានការទទួលស្គាល់សុវត្ថិភាពចំណីអាហារត្រឹមត្រូវសម្រាប់ប្រើប្រាស់ក្នុងហាងមីសៀដោយខ្លួនឯងពលកាត់បន្ថយការចំណាយប្រាក់ទិញពីខាងក្រៅក្រោយមកក្រុមហ៊ុននេះបានវិវត្តខ្លួនផលិតទាំងឧបករណ៍ម៉ាស៊ីនដូចជាទូទឹកកកម៉ាស៊ីនការ៉េមធុងតែនិងសម្ភារៈគ្រប់បែបយ៉ាងចាប់ពីទូយ៉ូបឺតកែវនិងស្លាបព្រាជ័រសម្រាប់ប្រើប្រាស់នៅតាមសាខារបស់ខ្លួនបន្ថែមពីលើការផលិតវត្ថុធាតុដើមរួមមានស្ករសទឹកដោះគោទឹកស៊ីរ៉ូគ្រាប់គុជម្សៅផ្លែឈើតែនិងកាហ្វេមធ្យោបាយនេះអាចឲ្យមីសៀបន្តលក់ការ៉េមនិងភេសជ្ជៈក្នុងតម្លៃទាបប៉ុន្តែចំណេញច្រើនជាងមុនព្រោះពួកគេអាចគ្រប់គ្រងថ្លៃដើមបានមកទល់បច្ចុប្បន្នរោងចក្រផលិតវត្ថុធាតុដើមរបស់ក្រុមហ៊ុន Henan Daga Food បានកើនដល់5ទីតាំងនៅក្នុងប្រទេសចិនមានសមត្ថភាពផលិតវត្ថុធាតុដើមបានរាប់លានតោនក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់នៅតាមសាខាមីសៀទាំងជាង 45,000 ទីតាំងម្យ៉ាងវិញទៀតយុទ្ធសាស្ត្រវិធីដណ្ដើមទីផ្សារដោយការលក់តម្លៃទាបអ្វីបើអាចពង្រីកបានលឿនប៉ុន្តែវាពិបាកធានាសុវត្ថិភាពប្រាក់ចំណេញព្រោះថ្លៃដើមអាចកើនឡើងតាមតម្លៃទំនិញនៅលើទីផ្សារហើយដើម្បីបំពេញចិត្តអ្នកទិញ franchise គឺត្រូវបង្កើនគម្លាតប្រាក់ចំណេញសម្រាប់ពួកគេចាប់ពីឆ្នាំ2012នោះមីសៀចាប់ផ្ដើមសម្របខ្លួនជាមួយយុទ្ធសាស្ត្រទិញប្រាក់ចំណេញថ្មីពលជំនួសឲ្យការពឹងលើការលក់ franchise ពួកគេនៅអាចរកប្រាក់ចំណេញបានយ៉ាងច្រើនតាមរយៈការលក់វត្ថុធាតុដើមសម្ភារៈប្រើប្រាស់និងគ្រឿងម៉ាស៊ីនមួយចប់ឲ្យអ្នកទិញ franchise ម្ចាស់សាខានីមួយៗអតិថិជនឬអ្នកបរិភោគងាយស្រួលទិញព្រោះលក់តម្លៃទាបការ៉េមួយដើមចាប់ពី 2,000 រៀលលើខ្មែរអ្នកទិញ franchise ទៅបើកបន្តឆាប់ឈានដល់ចំណុចរួចដើមនិងរកបានប្រាក់ចំណេញព្រោះលក់ដាច់ហើយក្រុមហ៊ុនកាត់ franchise fee តិចនិងលក់វត្ថុធាតុដើមឲ្យក្នុងតម្លៃថោក
ចំណែកក្រុមហ៊ុនមីសៀដែលជាម្ចាស់យីហោនៅតែអាចបង្កើតប្រាក់ចំណេញបើទោះបីជាផ្គត់ផ្គង់វត្ថុធាតុដើមនិងសម្ភារៈឲ្យដៃគូ franchise ក្នុងតម្លៃទាបជាងទីផ្សារក៏ដោយព្រោះពួកគេមានរោងចក្រផលិតខ្លួនឯងអាចគ្រប់គ្រងថ្លៃដើមបាននេះជាយុទ្ធសាស្ត្រឈ្នះឈ្នះទាំងអស់គ្នាពោលសម្រាប់ទាំងអតិថិជនដៃគូ franchise និងក្រុមហ៊ុនមីសៀគ្រប់ខ្លួនឯងចូលដល់ឆ្នាំ2014ហាងមីសៀកាន់សាខាដល់ 1000 ទីតាំងនៅក្នុងទីក្រុងសំខាន់ទូទាំងប្រទេសចិនស្របពេលសាខាថ្មីបើកាន់តែច្រើននិងមានទីតាំងខុសៗគ្នាធ្វើឲ្យពួកគេមានបញ្ហាដឹកជញ្ជូនវត្ថុធាតុដើមនិងសម្ភារៈប្រើប្រាស់ទៅឲ្យម្ចាស់សាខានីមួយៗព្រោះក្រុមហ៊ុនដឹកជញ្ជូនតែងតែដឹកមិនទាន់ពេលដោយពិបាករកក្រុមហ៊ុនដឹកជញ្ជូនដែលអាចផ្ដល់សេវាកម្មមានប្រសិទ្ធភាពជាមួយតម្លៃសមរម្យនៅក្នុងឆ្នាំ2014នោះលោកខុងចៅបានសម្រេចចិត្តបើកដំណើរការមជ្ឈមណ្ឌលដឹកជញ្ជូនដោយខ្លួនឯងនិងដាក់ឈ្មោះថា Misia Ice Cream Logistics Park ដើម្បីរ៉ាប់រងប្រព័ន្ធដឹកជញ្ជូនវត្ថុធាតុដើមនិងសម្ភារៈទៅចែកចាយតាមសាខាហាង Misia នៅទូទាំងប្រទេសចិនការធ្វើដូច្នេះបានជួយឲ្យគាត់អាចពង្រឹងប្រសិទ្ធភាពផ្គត់ផ្គង់និងកាត់បន្ថយថ្លៃដឹកជញ្ជូនបានមួយកម្រិតទៀតឈានទៅគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ពេញលេញដោយខ្លួនឯង end-to-end supply chain បច្ចុប្បន្នប្រព័ន្ធដឹកជញ្ជូនវត្ថុធាតុដើមនិងសម្ភារៈរបស់ Misia នៅប្រទេសចិនពីឃ្លាំងធំទៅឃ្លាំងតាមខេត្តនិងទៅកាន់សាខានីមួយៗកាន់តែមានប្រសិទ្ធភាពដោយចំណាយពេលក្នុងរង្វង់ត្រឹម12ម៉ោងមិនថាសាខានៅក្នុងតំបន់ជនបទក៏ដោយមកដល់ចំណុចនេះចាប់ពីការលក់ franchise រហូតដល់ដំណើរការផ្គត់ផ្គង់វត្ថុធាតុដើមនិងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងហាងគឺក្រុមហ៊ុន Misia អាចម្ចាស់ការបានគ្រប់វគ្គក្រៅពីអាចបន្ទាបថ្លៃដើមការផលិតវត្ថុធាតុដើមនិងមានបណ្ដាញដឹកជញ្ជូនដោយខ្លួនឯងក៏អាចធានាគុណភាពទំនិញសុវត្ថិភាពចំណីអាហារនិងធ្វើឲ្យក្រុមហ៊ុនដទៃពិបាកប្រជែងជាមួយនឹងហាង Misia ផងដែរពលគេអាចងាយស្រួលចម្លងគំនិតផលិតផលឬបង្កើតផលិតផលថ្មីលក់ប្រជែងជាមួយ Misia ប៉ុន្តែការមានរោងចក្រផលិតវត្ថុធាតុដើមសម្ភារៈនិងបណ្ដាញដឹកជញ្ជូនដោយខ្លួនឯងដូច Misia គឺមិនងាយស្រួលឡើយត្បិតវាត្រូវការជំនាញនិងភាពប៉ិនប្រសប់ដោយលោកហុងចៅនិងត្រូវការដើមទុនសន្ធឹកសន្ធាប់បន្ទាប់ពីធានាបាននៅភាពម្ចាស់ការលើមូលដ្ឋានគ្រឹះសង្វាក់ផ្គត់ផ្គង់ដោយខ្លួនឯងចាប់ពីឆ្នាំ2015 Misia កាន់តែមានកម្លាំងប្រជែងពង្រីកទីផ្សារបានកាន់តែលឿនជាមួយជំហររឹតតែរឹងមាំជាងមុនបើគិតចាប់ពីពេលចាប់ផ្ដើមដំបូងនៅឆ្នាំ1997លោកខុងចៅចំណាយពេលអស់18ឆ្នាំទម្រាំឈានដល់ចំណុចហ្នឹងនៅពីក្រោយសមិទ្ធផលទាំងនោះគាត់ស៊ាំនឹងភាពលំបាកនិងភាពនឿយហត់រាប់មិនអស់ប៉ុន្តែគុណតម្លៃសំខាន់បំផុតទទួលបានមកវិញគឺបទពិសោធន៍និងចំណេះដឹងជាស្ពានឲ្យគាត់បន្តសម្រេចក្តីស្រមៃធំដោយមានទំនុកចិត្តត្រឹមឆ្នាំ2015ដដែលលោកខុងចៅក្នុងនាមជាប្រធានក្រុមហ៊ុន Misia Group ផ្ដោតលើការគាំទ្រពីក្រោយរួមមានខាង R&D រោងចក្រផលិតវត្ថុធាតុដើមនិងបណ្ដាញដឹកជញ្ជូនចំណែកលោកហុងហ្វូជា CEO ដឹកនាំសមរភូមិជួរមុខប្រឡូកក្នុងទីផ្សារដោយផ្ទាល់ដោះស្រាយជាមួយដៃគូ franchise និងពង្រីកអាជីវកម្មឆ្ពោះទៅរកគោលដៅធំយ៉ាងណាមុនដាច់ឆ្នាំ2015លោកខុងចៅបានចាប់ផ្ដើមសង្ស័យលើស្តង់ដារដំណើរការនៅតាមសាខារបស់ Misia ទាំងជាង 1000 ទីតាំងបន្ទាប់មកបានប្រាប់ប្អូនរបស់គាត់ហុងហ្វូឲ្យចុះត្រួតពិនិត្យលោកហុងហ្វូបានកំណត់សាខាមួយចំនួនដែលគាត់ត្រូវចុះត្រួតពិនិត្យដោយមិនជួនដំណឹងជាមុនឲ្យដៃគូ franchise ដឹងឬជួយឡានក្រុងមួយប្រមូលបុគ្គលិកជាន់ខ្ពស់ពាក់ព័ន្ធធ្វើដំណើរទៅជាមួយសាខាហាងដំបងដែលលោកហុងហ្វូបានចុះទៅត្រួតពិនិត្យគឺនៅទីក្រុងអានយ៉ាងមិនឆ្ងាយពីចិនជៅដែលតែងសិតទៅបើកបន្តដោយស្ត្រីវ័យក្មេងម្នាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយនៅពេលទៅដល់មុខហាងលោកហុងហ្វូបានឃើញមានក្មេងសិស្សសាលាជាច្រើនកំពុងអង្គុយញ៉ាំការ៉េមនិងភេសជ្ជៈរបស់ Misia រួចបានលើកសរសើរដល់ម្ចាស់សាខានៅចំពោះមុខបុគ្គលិករបស់ខ្លួនដែលជិះឡានក្រុងទៅជាមួយក៏ប៉ុន្តែនៅពេលចូលទៅដល់បន្ទប់ស្តុកវត្ថុធាតុដើមនិងផ្ទះបាយគាត់ស្រង់ងាក់ចិត្តវិញដោយសារឃើញស្ថានភាពកខ្វក់មិនគ្រប់តាមលក្ខន្តិកៈនិងបទដ្ឋានអនាម័យរបស់ក្រុមហ៊ុនចំណែកឯនៅ counter រៀបចំអាហារឲ្យអតិថិជនប្រើប្រាស់ថង់ខុសគ្នានិងវេចខ្ចប់ខុសទាំងស្រុងពីគំរូតម្រូវដោយក្រុមហ៊ុនសាខាមួយនឹងលក់ដាច់ដោយសារមានការគ្រប់គ្រងផ្នែកទីផ្សារនិងការជំរុញពីក្រុមហ៊ុនប៉ុន្តែអ្នកទិញ franchise ដំណើរការខុសពី protocol របស់ក្រុមហ៊ុនដែលអាចបង្កហានិភ័យគ្រោះថ្នាក់ក្រោយឃើញដូច្នេះលោកខុងហ្វូភ្ញាក់ខ្លួននិងសង្ស័យថាសាខាដទៃទៀតក៏ប្រកាសជាមានបញ្ហាស្រដៀងគ្នាដែរក្រោយមកពួកគេបានចេញដំណើរទៅត្រួតពិនិត្យនៅតាមសាខាគោលដៅផ្សេងទៀតបានរកឃើញករណីពាក់ព័ន្ធនឹងបទដ្ឋានអនាម័យនិងមិនគោរពគោលដៅស្តង់ដារដូចគ្នាខណៈមានសាខាមួយចំនួនបានចេញមីនុយខ្លួនឯងថែមទៀតក្រៅពីនេះក្នុងដំណើរចុះស៊ើបអង្កេតនៅតាមសាខាទាំងនោះលោកហុងហ្វូក៏បានយល់ដឹងស្ថានភាពរបស់ម្ចាស់សាខានៅតាមតំបន់ជាច្រើនផងដែរគឺពួកគេលក់មិនសូវដាច់ទេលោកហុងហ្វូចាប់ផ្ដើមប្រឈមភាពស្រពេចស្រពិលម្ដងទៀតចំពោះអនាគតក្រុមហ៊ុនរបស់ខ្លួនគាត់មានអារម្មណ៍មិនស្រណុកនៅពេលបុគ្គលិកហៅគាត់លោកនាយកព្រោះថាបន្ទាប់ពីមើលឃើញបញ្ហាទាំងនោះគាត់យល់ថាខ្លួនមិនស័ក្តិសមនឹងតំណែង
ស្ដាប់ទៅភ្លាមវាហាក់ដូចជាបញ្ហាមិនធំដុំប៉ុន្មានទេប៉ុន្តែប្រសិនបើអ្នកជាម្ចាស់និងជាមេដឹកនាំក្រុមហ៊ុនដោយលោកខុងហ្វូប្រឈមមុខជាមួយនឹងបញ្ហាហ្នឹងអ្នកអាចនឹងងងឹតមុខការសាររើនិងពង្រឹងស្តង់ដារប្រតិបត្តិការហាងទាំងជាង 1000 សាខាត្រឹមឆ្នាំ 2015 គឺស្មុគស្មាញខ្លាំងដែលត្រូវការធ្វើឲ្យលឿននិងបញ្ហាមួយទៀតរតែស្មុគស្មាញគឺរចនាសម្ព័ន្ធផ្ទៃក្នុងមានបញ្ហាបុគ្គលិកខាងក្រោមធ្វើការមិនស៊ីចង្វាក់គ្នាទើបបណ្ដោយឲ្យមានភាពខ្វះចន្លោះកើតឡើងទាល់តែលោកខុងហ្វូចោះស៊ើបអង្កេតខ្លួនឯងទើបដឹងក្រុមហ៊ុនទាំងមូលអាចចុះខ្សែវិញយ៉ាងឆាប់រហ័សដោយមិនដឹងខ្លួនប្រសិនបើលោកខុងហ្វូមិនបានដឹងនិងដោះស្រាយទាន់ពេលលោកហុងចៅបានលើកទឹកចិត្តប្អូនប្រុសរបស់ខ្លួននិងបានណែនាំថាបរាជ័យគឺជាស្ពាននាំទៅរកភាពជោគជ័យប៉ុន្តែកលៈទេសៈខ្លះភាពជោគជ័យក៏អាចនាំទៅរកការបរាជ័យវិញដែរគាត់បញ្យល់ដោយឆ្លុះបញ្ចាំងពីបទពិសោធន៍ដែលគាត់ឆ្លងកាត់ជាក់ស្ដែងតាំងពីពេលចាប់ផ្ដើមចេញលក់ទឹកកកឈូសដំបូងក្នុងអាយុ21ឆ្នាំជួបប្រទះស្ថានភាពឡើងចុះរហូតក្លាយជាទម្លាប់ជាពិសេសនៅពេលគាត់បើកលក់ដែកដំបូងតែមិនបានប៉ុន្មានក៏ធ្លាក់ចុះវិញក៏ប៉ុន្តែគាត់នៅតែពុះពៀឆ្លងកាត់ពីមួយដំណាក់កាលទៅមួយដំណាក់កាលរហូតដល់ចំណុចត្រឹមឆ្នាំ2015បន្ទាប់មកលោកហុងហ្វូក្នុងនាមជា CEO របស់មីស៊ីគ្រប់គាត់បានផ្ចង់អារម្មណ៍សម្លឹងមើលស្ថានភាពជុំវិញខ្លួននិងពិនិត្យមើលគោលដៅអនាគតរបស់ក្រុមហ៊ុនឡើងវិញក៏ត្រឹមឆ្នាំ2015ស្ថានភាពអាជីវកម្មរបស់មីស៊ីជារួមគឺល្អប្រសើរទេដោយនៅតែបន្តលូតលាស់កាន់សាខាជាប់ជាប្រចាំប៉ុន្តែ reflect ជាមួយនឹងបញ្ហាជាប់ស្អិតដែលគាត់មើលឃើញក្នុងដំណើរចុះត្រួតពិនិត្យតាមសាខាដោយមិនជូនដំណឹងជាមុននោះវាប្រៀបបានដូចជាចំណុចខ្សោយដែលអាចអាជីវកម្មរបស់គាត់ជួបបញ្ហាបានគ្រប់ពេលភ្លាមគាត់បានស្វែងរកដំណោះស្រាយជាជំហានរួមមានការពង្រឹងស្តង់ដាររឹតបន្តឹងគោលការណ៍ក្នុងកិច្ចសន្យាលក់ franchise និងពង្រឹងក្រុមការងារផ្ទៃក្នុងចូលដល់ឆ្នាំ2016លោកខុងហ្វូបានសម្រេចផ្ដោតលើការពង្រឹងរចនាសម្ព័ន្ធនិងមូលដ្ឋានគ្រឹះឡើងវិញដោយមិនដាក់គោលដៅថ្មីឡើយក្នុងរយៈពេល1ឆ្នាំពេញនិងបន្ថយការបើកសាខាថ្មីគាត់សម្រេចចិត្តបែបនេះដោយសារយល់ថាការធ្វើដំណើរក្នុងល្បឿនលឿនពេកអាចធ្វើឲ្យជំពប់ជើងដួលជាពិសេសនៅពេលមានចំណុចខ្សោយដែលមិនទាន់ត្រូវបានកែតម្រូវជំនួសឲ្យការពង្រីកសាខាក្នុងឆ្នាំនោះលោកខុងហ្វូផ្ដោតលើតែរឿង3ប៉ុណ្ណោះរួមមានការពង្រឹងស្តង់ដារប្រតិបត្តិការគ្រប់សាខាជួយឲ្យដៃគូ franchise រកបានប្រាក់ចំណេញខ្ពស់ជាងមុននិងការពង្រឹងទំនាក់ទំនងបុគ្គលិកផ្ទៃក្នុងយ៉ាងណាមិញការសម្រេចចិត្តនេះបានបង្កើតបញ្ហាថ្មីលើសពីអ្វីដែលលោកខុងហ្វូយល់ដល់ការផ្អាកមិនដាក់គោលដៅសម្រាប់សមិទ្ធផលថ្មីសម្រាប់ក្រុមហ៊ុនមានន័យថាបុគ្គលិកត្រូវខាតពេលនិងខកខានឱកាសឡើងតំណែងនិងសង្ស័យចំពោះអនាគតការងាររបស់ពួកគេបញ្ហានេះបានធ្វើឲ្យស្មារតីបុគ្គលិកមានស្រាប់អង្គរង្គើហើយបុគ្គលិកថ្មីទើបត្រូវបានជ្រើសរើសឲ្យចូលធ្វើការពិបាកប៉ាន់ស្មានអនាគតរបស់ក្រុមហ៊ុនទីក្រុងរណបជ្រៅចង្វាគ្របដណ្ដប់លើផ្ទៃដីជិត300ហិកតាគឺជាទីក្រុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC មានចក្រវិស័យក្លាយជា The City of the Future តាមរយៈបេសកកម្មប្រែក្លាយទៅជាទីប្រជុំជនដ៏ទំនើបមួយប្រមូលផ្ដុំទៅដល់អគារពាណិជ្ជកម្មធំៗផ្ទះអាជីវកម្មលំនៅឋានទាន់សម័យសាលារៀនមន្ទីរពេទ្យអាហារដ្ឋានអគាររដ្ឋបាលសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធតូចធំចម្រុះគ្នាសម្រាប់គ្រប់គ្រងសកម្មភាពរស់នៅនិងធ្វើការឲ្យមានភាពងាយស្រួលនិងរស់រវើកទីក្រុងរណបជ្រៅចង្វាThe City of the Future ប្រសិនបើលោកអ្នកចង់រចនានិងសាងសង់ខាងក្នុងផ្ទះឬកន្លែងអាជីវកម្មឲ្យមានភាពប្រណិតនិងច្នៃប្រឌិតយើងសូមណែនាំ Future Interior and Furniture Future Interior and Furniture មានទទួលគូប្លង់កាត់ដំឡើងដោយម៉ាស៊ីនទំនើបជាមួយបទពិសោធន៍យូរឆ្នាំក្នុងការសិក្សាប្លង់ដំណើរការផលិតដំឡើងដោយជំនាញសុវត្ថិភាពនិងទំនួលខុសត្រូវខ្ពស់ក្រុមហ៊ុនអចលនទ្រព្យ Lucky ទិញលក់ជួលនិងវាយតម្លៃលើអចលនទ្រព្យសកម្មនិងគ្រឿងម៉ាស៊ីនគ្រប់ប្រភេទសេវាកម្មវាយតម្លៃរបស់ Lucky Realty ទទួលបានការជឿទុកចិត្តពីធនាគារធំៗនិងអតិថិជនជាច្រើនក្នុងប្រទេសកម្ពុជាក្រុមហ៊ុនអចលនទ្រព្យ Lucky ជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា